បងហាញបងប្អូនទាំងអស់គ្នាអំពីមុខម្ហូបដែលងាយស្រួលហើយនឹងអ្នកណាក៏ស្គាល់ដឹងឮតែងតែញ៉ាំជាប្រចាំញឹកញាប់ព្រោះថាម្ហូបហ្នឹងវាស្រួលធ្វើហើយវាមានរសជាតិឆ្ងាញ់ឆាមាន់ជាមួយគល់ស្លឹកគ្រៃឆាមាន់គល់ស្លឹកគ្រៃបងប្អូនស្រួលធ្វើឆ្ងាញ់ចាអត់មានអីពិបាកទេមាន់មានតែសាច់មាន់គល់ស្លឹកគ្រៃស្លឹកក្រូចសើចហើយមើមខ្ទឹមគ្រឿងផ្សំដែលយើងប្រើប្រាស់ណាហើយនឹងគ្រឿងទេសអំបិលប៊ីចេងស្ករម្សៅស៊ុបអីហ្នឹងចាអញ្ចឹងចាប់ផ្ដើមធ្វើគឺដំបូងខ្ញុំរំលឹងគល់ស្លឹកគ្រៃមើមខ្ទឹមជាមួយស្លឹកក្រូចសើចឲ្យឈ្ងុយសិនតមកបានខ្ញុំចាក់មាន់ដែលយើងបានកាប់លាងសម្អាតហើយជាស្រេចនឹងចូលទៅមាន់ដែលកំពុងធ្វើនេះគឺខ្ញុំប្រើ1គីឡូសាច់មាន់ចាពេលដែលយើងរំលឹងគល់ស្លឹកគ្រៃស្លឹកក្រូចសើចហើយនឹងមើមខ្ទឹមមកយើងចាក់មាន់ចូលហើយយើងចាប់ដើមបន្ថែមគ្រឿងទេសខ្ញុំប្រើប្រេងខ្យង2ស្លាបព្រាបាយទឹកស៊ីអ៊ីវកន្លះស្លាបព្រាទឹកត្រី1ស្លាបព្រាហើយជាមួយនឹងម្សៅស៊ុបកន្លះស្លាបព្រាបាយបូកផ្សំនឹងស្ករស1ស្លាបព្រាបាយបន្ថែមទៀតដាក់គ្រឿងផ្សំប៉ុណ្ណឹងទៅបងប្អូននឹងខ្ញុំអត់ប្រើអំបិលទេព្រោះអត់មានបន្លែអញ្ចឹងដោយសារខ្ញុំដាក់ម្សៅស៊ុបរៀងច្រើនដែរអញ្ចឹងអត់ដាក់អំបិលថែមទេកុំឲ្យវាប្រៃយើងអត់មានដាក់បន្លែថែមចាអញ្ចឹងប៉ុណ្ណឹងយើងច្របល់ទៅច្របល់ឲ្យគ្រឿងផ្សំយើងចូលគ្នាចាប់មួយនឹងសាច់មាន់ទៅគុំច្របល់ញាប់ពីបងប្អូនពួកអីវាអាចធ្វើឲ្យមាន់យើងបែកសាច់ណាហើយមាន់ដែលប្រើនេះគឺនឹងខ្ញុំប្រើមាន់3សះចាអញ្ចឹងរំលឹងរហូតដល់តែដាច់ទឹកនៅពេលដែលដាច់ទឹកហើយនឹងខ្ញុំបន្ថែមទឹកបន្តិចដោយសារអីចង់ឲ្យមាន់ឆ្អិនល្អព្រោះខ្លាចរំលឹងទៅសាច់មាន់អត់សូវឆ្អិនល្អអញ្ចឹងនាងខ្ញុំបន្ថែមទឹកបន្តិចបងប្អូនអាចអត់បន្ថែមទឹកក៏បានដែរបើបងប្អូនច្បាស់ថាមាន់ដែលបងប្អូនរំលឹងនឹងឆ្អិនល្អចានេះខ្ញុំបន្ថែមទឹកនោះដើម្បីរំងាស់ឲ្យមាន់ឆ្អិនល្អទេបើនិយាយពីសាច់មាន់ហើយនឹងខ្ញុំប្រើមាន់3សះចឹងវាផុយទេចារំលឹងរហូតដល់តែដាច់ទឹករីងស្ងួតក្រៀមដូចនៅក្នុងរូបភាពដែលនាងខ្ញុំបង្ហាញហ្នឹងគឺរំលឹងរហូតដល់តែក្រៀមឡើងស្ពល់ប្រែពណ៌ក្រៀមប៉ុណ្ណឹងទៅបានឲ្យបងប្អូនអាចយកមកញ៉ាំបានហើយ